តោះ Hello អ្នកគ្នាយើងត្រឡប់មករឿងខ្មោចយើងវា3ហើយតោះដើម្បីចូលទៅកាន់សាច់រឿងរបស់យើងគួរមកស្គាល់នៅឈ្មោះខ្មោចនេះជាមុនសិនដែលខ្មោចមួយនេះមានឈ្មោះថា Kara Kasa Gozo ឬ Kasa Obake ជាការពិតទៅ Kasa Obake មិនគួរឲ្យខ្លាចជាពិសេសចំពោះបិសាចនោះទេមានន័យថាវាជាបិសាចប៉ុន្តែវាមិនគួរឲ្យខ្លាចតើអ្នកដឹងទេវិធីសាស្ត្រដែលកាសាអូបាកេចូលចិត្តធ្វើឲ្យមនុស្សភ្ញាក់ផ្អើលគឺវាលោតមកមុខពួកយើងហើយលៀនអណ្ដាតដ៏ធំសម្បើមរបស់វាដែលវាអាចបង្កទៅជារបួសស្នាមផ្លូវចិត្តទោះបីមិនមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយទោះបីជាយ៉ាងណាក៏ដោយក៏យើងសូមប្រុងប្រយ័ត្ននៅពេលដែលយើងទៅប្រទេសជប៉ុនជាការពិតទៅមានស៊ូកូម៉ូកាមីឆាត់ផ្សេងទៀតដែលបង្កគ្រោះថ្នាក់ដល់មនុស្សហើយយើងគួរតែប្រុងប្រយ័ត្នកុំច្រឡំលេងជាមួយពួកវានឹងមានអារម្មណ៍ថាចង់លេងជាមួយវាព្រោះវាមិនដែលចង់លេងជាមួយយើងទេជាទូទៅកាសាអូបាកេពួកវាលេចឡើងជាញឹកញាប់នៅក្នុងរឿងព្រេងនិងរូបភាពកំប្លែងដែលផ្ទុយពីរបបដែលពួកបិសាចល្បីល្បាញមិនធម្មតាពួកវាមិនលេចឡើងនៅក្នុងរឿងរ៉ាវជាសាក្សីណាមួយនៅក្នុងរឿងព្រេងតែសោះហើយវាមិនច្បាស់ថាពួកវាជាបិសាចប្រភេទណានោះទេនៅក្នុងអក្សរសិល្ប៍អំពីពួកវាមិនត្រូវបានអមដោយរឿងនិទានទេដូច្នេះពួកវាត្រូវបានគេចាត់ទុកថាជាយង្កៃឬក៏ជាបិសាចដែលលេចឡើងតែនៅក្នុងរឿងប្រឌិតឬមានតែនៅក្នុងរូបភាពតែប៉ុណ្ណោះបន្ទាប់ពីសង្គ្រាមក៏មានការបកស្រាយថាពួកវាជាអត្ថិភាពដែលស្ថិតនៅក្នុងកម្រិតដូចគ្នានឹងតួអង្គនៅក្នុង manga ហើយនៅពេលដែលកៃដាន់កៃបានក្លាយទៅជាមនុស្សដែលពេញនិយមនៅក្នុងសម័យអ៊ីដូអ្នកនិទានរឿងត្រូវបានស្នើសុំឲ្យប្រាប់រឿងថ្មីៗអំពីយង្កៃដែលមិនទាន់ត្រូវបានគេទទួលស្គាល់នៅក្នុងសង្គមហើយដូច្នេះពួកវាជាយង្កៃដែលបង្កើតឡើងនៅដោយបង្គោលម្នាក់ដូច្នេះហើយយើងកុំភ័យថាយង្កៃនេះអាចនឹងលងយើងទៅប្រទេសជប៉ុនហើយកុំគិតថាវាលងយើងប៉ុន្តែបើយើងគិតវាអាចនឹងលងយើងមែនទែនបាយបាយហើយវីដេអូនឹងគឺចាប់ត្រឹមនឹងដែរហើយវគ្គក្រោយអាចនឹងមានរឿងខ្មោចថ្មីអរគុណជម្រាបលាបាយបាយ